Bàថ្ងៃនេះខ្ញុំមានសាច់ជ្រូកចំនួនកន្លះគីឡូដើម្បីយកមកធ្វើជាសាច់ជ្រូកបំពងទឹកប្រហុកទាំងអស់គ្នាហើយឆ្អិនបងប្អូនមកជួយភ្លក់ផងបាទភ្លក់បងប្អូនស្គាល់ពាក្យថាភ្លក់ឯងឥឡូវនេះយើងចាប់ផ្ដើមដាក់ខ្លាញ់ដាក់សាច់ចូលហើយបាទឥឡូវយើងមកផ្សំគ្រឿងទឹកប្រហុកទាំងអស់គ្នាខ្ញុំចាប់ផ្ដើមហាន់គល់ក្រៃហាន់គល់ចោលតបមកយើងចាប់ផ្ដើមហាន់លើនេះខ្លាញ់បងពុកក្រូចហើយយើងហាន់គល់ក្រៃបាទវីដេអូនេះកាត់ទេបងប្អូនយើងហាន់គល់ក្រៃហើយយើងចាប់ផ្ដើមដាក់ប្រហុកបាទប្រហុកនេះយកមកច្រើនពេកដាក់តែពាក់កណ្ដាលបានហើយវាច្រើនប្រហុកពេកឥឡូវដាក់គល់ក្រៃហើយឥឡូវយើងចំបាច់ក្រូចចំបាច់អីដាក់រួចអស់ហើយបងប្អូនតែមិនបានថតកាត់ចោលខ្លះវាវែងពេកហើយឥឡូវយើងចាប់ផ្ដើមផ្សំគ្រឿងរួចហើយយើងមកមើលសាច់យើងប្រែវាឥឡូវឆ្អិនបានមួយចំហៀងនៅមួយចំហៀងទៀតយើងចាប់ផ្ដើមភ្លក់ហើយបាទឥឡូវយើងចាប់ផ្ដើមហាន់បន្លែតសក់របស់យើងហ្នឹងបាទខ្ញុំហាន់វាច្រុចចឹងទៅហើយយកមួយឲ្យកូនខ្ញុំភ្លក់អីឆ្ងាញ់ណាស់កូនតសក់អ្នកភូមិអ្នកស្រុកយើងតោះមកហាន់ស្ពៃក្តោបដើម្បីធ្វើអន្លក់ទឹកប្រហុកបាទសូមបញ្ជាក់បាទបន្លែនេះខ្ញុំលាងស្អាតបកវារួចអស់ហើយបាទបានខ្ញុំយកមកហាន់នេះឥឡូវនេះយើងចាប់ផ្ដើមបេះជីបេះលក់ជីទាំងអស់គ្នាកូនជួយបេះខ្ញុំក៏ជួយបេះទាំងអស់គ្នាហូបទាំងអស់គ្នាឥឡូវនេះសាច់យើងបានឆ្អិន 70% ហើយបាទសល់តែ30ទៀតទេឥឡូវនេះ30ហ្នឹងក៏ឆ្អិនដែរឆ្អិនឡើងក្រៀមផ្អែសបាទស្រុកខ្ញុំហៅក្រៀមផ្អែសបាទឥឡូវយើងហាន់ក្តៅហើយសំលៀងសង្កួតកំបិតមួយមើលឥឡូវហាន់ដាច់ជី2ហើយស្រួយស្រាប់បាទសំលៀងទៅគ្រុបដូចជ្រូកកណ្ដុរគេក្តៅក្តៅឥឡូវមកមេឃបាទមេឃហ្នឹងបើមិនចង់ឲ្យចប់វីដេអូហ្នឹងទេមើលទៅឥឡូវនេះចាប់តាមហាន់រួចមួយចំហៀងហើយបាទនៅសល់មួយចំហៀងទៀតឥឡូវយើងមកតម្រៀបក្នុងថាសវាឲ្យវាមើលទៅឃើញវាតំណងបន្តិចបាទឥឡូវចាប់តាមហាន់មួយចំហៀងទៀតហើយបាទឥឡូវនេះឃើញថាខ្ញុំហាន់បានរួចអស់ហើយចាប់ផ្ដើមភ្លក់បាទឥឡូវចាប់ផ្ដើមភ្លក់កូនខ្ញុំភ្លុំវូឆ្ងាញ់ណាស់ប៉ាអើយឥឡូវនេះខ្ញុំក៏ឆ្ងាញ់ដែរមើលមេឃសិនបាទមេឃល្ងឹតដល់បាទហ៊ានតែភ្លៀងនឹងភ្នំផងបាទតែល្ងឹតមកហើយបាទមរុតមិនតន់ទេសុំខ្លាចហើយបាទឲ្យតាល្ងឹតសឹងថាបើថាជិះម៉ូតូពាក់អាវកៅស៊ូមិនតន់ណាភ្លៀងទៅមកហើយមើលមេឃបែបមិនស្រួលទេតាកូនដាក់ទៀតយើងឥឡូវនេះឃើញតែជក់មាត់កំពុងតែចំលក់ជាមួយនឹងទឹកប្រហុកដែលផ្សំដោយដៃខ្ញុំផ្ទាល់ឥឡូវនេះកូនខ្ញុំថាឆ្ងាញ់ណាស់បាទស្រួយហ្មងបាទឆ្ងាញ់ឥឡូវនេះយើងចាប់ផ្ដើមចលក់ដាក់ស្ពៃក្តោបដាក់យើងក្របចឹងទេបាទជីមានតសក់ហើយយើងចំលក់ជាមួយទឹកប្រហុកដាក់មួយម៉ាត់នេះធំតិចមកជាតិណាស់បងប្អូនអើយឆ្ងាញ់កូនខ្ញុំក៏ឆ្ងាញ់ដែរតែហ៊ានលក់ឲ្យហិលព្រោះអីសាច់នេះខ្ញុំបានដាក់គ្រឿងវាក្រៅហ្នឹងវាឆ្ងាញ់ដែរវារសជាតិវាដិតហើយបាទយើងយកមួយទឹកអស់កាន់តែដិតថែមទៀតបាទហើយសាច់ជ្រូកនេះបាទយើងធ្វើតែកន្លះគីឡូទេបាទវាតលាន់ទោះថាវាស្រួយយ៉ាងណាក៏ដោយប៉ុន្តែវានៅតែតលាន់បងប្អូនព្រោះអីជាសាច់3ជាន់ឆ្ងាញ់បងប្អូនអើយឥឡូវនេះវីដេអូនេះមើលទៅបែប
មិនចប់ទេបាទឲ្យកើតទេមេឃភ្លៀងឲ្យបងប្អូនបាទបាយបាយ